ខ្ញុំចង់ផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃហេតុអ្វីបានជាអ្នកសារព័ត៌មានថៃផ្សព្វផ្សាយនៅអ្វីដែលជាការមិនពិតហើយការមិនពិតនេះអាសូរតែការមិនពិតទៅវាមានคลิปវីដេអូទាំងស្រុងទៅទៀតហើយវាបង្កើតទៅជាការផន់ច្រឡំរបស់នាយករដ្ឋមន្ត្រីអនុជិញតាំងពីនៅហាណូយនៅត្រង់ថាលោកហ៊ុនសែនត្រៀមនឹងគេហៅថានិយាយតាមមួយបែបទៅថានឹងទៅដើមយកដីនោះត្រឡប់មកវិញទាំងមធ្យោបាយសន្តិវិធីនិងមធ្យោបាយយោធាវាទៅជាអញ្ចឹងទៅបាត់ទៅហើយទៅជាអញ្ចឹងយើងសូមផ្ញើទៅអ្នកកសែតថៃទាំងឡាយមើលឲ្យច្បាស់នេះបង្កើតនៅការផន់ច្រឡំដ៏ធំមួយដែលមិនត្រូវគួរឲ្យកើតមានតាមរយៈអ្នកសារព័ត៌មានទេម្សិលមិញខ្ញុំបានលើកឡើងពិតប្រាកដអំពីបញ្ហារវាងម្ខាងដំណោះស្រាយយោធានិងម្ខាងទៀតដំណោះស្រាយសន្តិវិធីខ្ញុំសួរទាំងប្រជាពលរដ្ឋថាតើចង់ដោះស្រាយដោយដំណោះស្រាយយោធាទេព្រោះជំរឿរបស់យើងវាមានតែពីរទេឬមួយយើងត្រូវតែដើមដីរបស់យើងមកវិញដោយប្រើកម្លាំងយោធាឬមួយយើងត្រូវតែដើមដីរបស់យើងមកវិញតាមមធ្យោបាយសន្តិវិធីប្រជាពលរដ្ឋរបស់យើងបានលើកដៃគ្រប់គ្នាគឺមិនចង់បានយោធាទេកាលពីមុននាយករដ្ឋមន្ត្រីក៏ដូចជាគ្រប់តួអង្គពាក់ព័ន្ធទាំងអស់តែងតែនិយាយថាការដោះស្រាយដោយសន្តិវិធីលើកនេះខ្ញុំបានបញ្យល់ច្បាស់ទៅកាន់ប្រជាពលរដ្ឋដើម្បីឲ្យយល់អំពីផលវិបាកនៃការប្រើប្រាស់កម្លាំងយោធាខ្ញុំបានបញ្យល់ហើយខ្ញុំគិតថានេះគ្រាន់តែជាការបញ្យល់បន្ថែមទេអ្វីដែលសំខាន់សូមឲ្យអ្នកសារព័ត៌មានថៃបើកមើលវីដេអូនោះឡើងវិញហើយមើលចែកវាច្បាស់ខ្ញុំបាននិយាយថាបើសិនជាប្រើប្រាស់ដំណោះស្រាយយោធាឧទាហរណ៍តែយើងត្រូវវាយកាន់កាប់ត្រឡប់មកវិញនឹងទឹកដីនោះក្របទី1គឺជាបរាជ័យរបស់កម្ពុជាលើកិច្ចការនយោបាយនិងការទូតអានឹងជាក្របទី1ដែលចេញព្រោះស្អីយើងជាអ្នកបំពេញបទចម្បាញ់ហើយយើងបំផ្លាញទាំងអស់នៅអ្វីដែលហៅថាជំនឿទុកចិត្តពីអន្តរជាតិមកចំពោះយើងក្នុងពេលនេះអន្តរជាតិគ្មានអ្នកណាជឿថាកម្ពុជាទៅឈ្លានពានថៃទេអានឹងនិយាយពិតណាវាគ្មានអាតូចណាទៅវាយអាធំដួលទេកុំឆ្ងល់ហើយថៃខ្លួនឯងក៏ធ្លាប់បានប្រកាសដែរកងទ័ពជើងគោកថៃប្រកាសច្បាស់ណាស់ថាដោយសារកម្ពុជានេះទៅនៅលើដីថៃ30ឆ្នាំ40ឆ្នាំហើយដូច្នេះបានជាថៃត្រូវប្រើប្រាស់កម្លាំងដើម្បីយកត្រឡប់ទៅវិញអាហ្នឹងមានន័យថាម៉េចមានន័យថាការផ្ទុះអាវុធនៅខែកក្កដាឆ្នាំ2025ពេលនោះមិនចំណោទសួរថាអ្នកណាផ្ទុះអាវុធមុនអញ្ចឹងទេមានតែអ្នកវាយដដើមគេទេបានផ្ទុះអាវុធមុនករណីដូចគ្នានេះខ្ញុំចង់និយាយថាបើសិនជាយើងចង់វាយដដើមទៅវិញយើងជាអ្នកផ្ទុះអាវុធមុនដូច្នេះយើងជាអ្នកខុសអានឹងលទ្ធផលខាងផ្នែកនយោបាយដល់លទ្ធផលខាងផ្នែកយោធាយើងអាចទេទុកមុនបានហើយថាកងទ័ពរបស់យើងនឹងត្រូវស្លាប់ត្រូវរបួសប្រជាជនស្លាប់និងរបួសនឹងត្រូវជំនឿប្រជាជនច្រើនទៀតហើយដំណោះស្រាយយោធាមិនប្រកាសតែយើងវាយបានទេណាអញ្ចឹងទេចំណុចដែលទាក់ទិនជាមួយនឹងរឿងការប្រើប្រាស់
ដំណោះស្រាយយោធាមិនមែនជាជំរឿសដែលយើងត្រូវធ្វើទេខ្ញុំចង្អុលបង្ហាញបញ្ហានេះក៏ពួកជ្រុលនិយមនៅក្រៅប្រទេសវាជំរុញឲ្យយើងប្រើប្រាស់កម្លាំងហើយដំណោះស្រាយដែលយើងប្រើប្រាស់កម្លាំងទីមួយមិនប្រកាសថាយើងវាយយកបានទេទីពីរវាយយកបានហើយមិនប្រកាសថាជួយជើងបានទេប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនេះគឺនៅត្រង់ថាវាយចុះវាយឡើងវាយចុះវាយឡើងពជាពេលដោះស្រាយតកូនតចៅតកូនតចៅអាហ្នឹងជាបញ្ហាប៉ុន្តែក៏នាយករដ្ឋមន្ត្រីថៃក៏បាននិយាយថាថៃអត់ដែលឈ្លានពានទេឥឡូវអញ្ចេះឈ្លានពានឬមិនឈ្លានពានអនុវត្តនៅចំណុចទី3តាក់ទិនទៅនឹងបទកិច្ចប្រព្រឹត្តច្បាញ់ណាតែថាឲ្យដើរទៅវាស់ទៅដើរទៅវាស់អានឹងចំណុចទី3គឺបានចែងច្បាស់ណាស់ភាគីទាំងពីរសូមទៅចេះភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដែលរាប់បញ្ចូលទាំងសុវត្ថិភាព2ជាន់មេត្រភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អធិភាពពោបំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមានៅតំបន់រងផលប៉ះពាល់ដែលជនស៊ីវិលរស់នៅហើយថ្ងៃនេះអាដាមទាសីហាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិនៅទីនេះស្រាប់គាត់ជាអ្នកចុះហត្ថលេខាទៅលើអានោះប៉ុន្តែឥឡូវនេះខាងភាគីថៃពន្យាម្ដងហើយម្ដងទៀតម្ដងយើងមានហេតុផលនឹងយល់គ្នាយើងមានហេតុផលនឹងយល់គ្នាត្រង់ថាគាត់រំលាយរដ្ឋាភិបាលគាត់ថារដ្ឋាភិបាលចាំផ្ទះអត់មានសិទ្ធិដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយគាត់ថាគាត់អត់តែងតាំងប្រធានថ្មីណាដល់ឥឡូវនេះគឺគាត់និយាយថាឈប់ចរចាទ្វេភាគីដោយសារតែកម្ពុជាដាក់បញ្ហាសមុទ្រទៅយន្តការក្រមអនុសញ្ញាហើយអង្គការសហប្រជាជាតិទៅវិសាសមុទ្រតាមរយៈគេហៅថាយន្តការនៃការផ្សះផ្សាដោយបង្ខំប៉ុន្តែរឿងនេះវាមិនពាក់ព័ន្ធជាមួយគ្នាទេរឿងមួយព្រំដែនគោកមួយព្រំដែនទឹកហើយបើសិនជាការគិតវេះបែបនេះគឺមិនបានទេហើយឥឡូវខ្ញុំចង់សួរទៅខាងតើផ្លូវលេខ58ដែលចិនជាអ្នកកសាងផ្លូវលេខ58ចិនអ្នកកសាងឥឡូវថៃកំពុងតែដាក់កុងតឺន័រដាក់ស្អីហ្នឹងសួរថាតើចិនខ្វាក់ភ្នែកអីប្រទេសចិនខ្វាក់ភ្នែកអីបានជាមកធ្វើផ្លូវឲ្យកម្ពុជានៅលើទៅលើដីថៃទៅវិញខ្ញុំចង់សួរកន្លែងហ្នឹងបើថាខ្លួនឯងចិត្តត្រង់ឥឡូវមកវាស់វែងទៅព្រោះអាហ្នឹងគឺយើងបានកំណត់ជាមួយគ្នាតាំងពីខែ12នោះហើយ27ខែ12ប៉ុន្តែខ្ញុំមិនចង់បកស្រាយច្រើនទេខ្ញុំចង់ចង្អុលបង្ហាញទៅកាន់សារព័ត៌មានថៃតើអ្នកឯងមានចេតនាស្អីដែលនិយាយថាលោកហ៊ុនសែនបានគួបផ្សំនៅវិធានការទាំងពីរយោធានិងសន្តិវិធីខ្ញុំមិនបានឲ្យជ្រើសរើសនៅមធ្យោបាយយោធាទេ
ខ្ញុំបានចង្អុលបង្ហាញមធ្យោបាយដោយសន្តិវិធីហើយខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណៈបព្វជិជនសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2027និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2028គឺគណៈបព្វជិជនប្រកាន់ភ្ជាប់នៅគោលនយោបាយដោះស្រាយដោយសន្តិវិធី